ជំរាបសួរបងប្អូនអ្នកទស្សនាវីដេអូនេះទាំងអស់គ្នាវីដេអូនេះគឺនៅកពតតាំងពីថ្ងៃចូលឆ្នាំមកបងប្អូនឥឡូវគឺថាទៅលេងកាហ្វេចលងភ្នំមកបងប្អូនអញ្ចឹងផ្លូវចូលមកកាហ្វេហ្នឹងគឺថាយើងជិះមកតាមផ្លូវទឹកឈូបងប្អូនរួចទៅយើងមកដល់វត្តមួយមកគឺថាយើងបត់តាមខ្លងទ្វារវត្តហ្នឹងហើយជិះទៅត្រង់រហូតហ្មងគឺដល់កន្លែងហ្នឹងហើយបងប្អូននិយាយទៅតាមផ្លូវឡើងទៅហ្នឹងគឺថាចោតខ្លាំងដែរម៉ូតូខ្ញុំឌុបគ្នា2នាក់ពីក្រោយហើយឡើងទៅមុខអត់ចង់រួចហ្មងបងប្អូនដោយសារចោតខ្លាំងអត់ចាជិះមកវែងឆ្ងាយដែរតែក្នុងវីដេអូដាក់មកមិនតិចទេឥឡូវនេះគឺថាមកដល់ចំណតហើយគឺយើងត្រូវចូលផ្ញើម៉ូតូហើយនឹងទិញសបុតអញ្ចឹងផ្ញើម៉ូតូគេអត់យកលុយទេប៉ុន្តែគេលក់សបុតមកម្នាក់ដូចជា8000បងប្អូនអញ្ចឹងគ្នាខ្ញុំ3នាក់ហើយទៅគាត់លក់ឲ្យតា2សបុតទេពីឲ្យម្នាក់អញ្ចឹងណាហើយសបុតហ្នឹងគឺយើងអាចយកទៅដូរទឹកនៅខាងក្នុងបានដូរកាហ្វេដូរអីអញ្ចឹងណាចាភេទជ្ជៈអីគ្រប់មុខអញ្ចឹងមកដល់នេះគឺថាតាក់ទាញជាងគេស្ពៃក្តោបបងប្អូនឡើងល្អហ្មងណាចាមើលទៅឡើងខៀវស្ងាត់ល្អហ្មងហើយនៅក្នុងហ្នឹងគឺថាគេអត់ឲ្យយើងយកអាហារផ្ទាល់ខ្លួនមកទេអញ្ចឹងមកបានតែដៃទៅទេបងប្អូនអញ្ចឹងហើយក៏ខ្ញុំមកដើមដល់ឃើញនេះអាកន្លែងគេលេងនេះតែដែលបានលេងទេចាដឹងគេលេងមិនអីមិនទេចេះតែថតដាក់ទៅហើយក៏ដើររៀបចំទៅដូរទឹកមិញហ្នឹងបងប្អូនដូរសបុតមិញហ្នឹងហ៎ចានៅនេះគេរៀបចំរៀងស្អាតដែរទៅហ្នឹងតាំងពីថ្ងៃចូលឆ្នាំទី3បងប្អូនតែវីដេអូទើបចេញលើនឹងឯងពួកអីអត់មានពេលកាត់អញ្ចឹងទៅក៏ចេះតែទុកចោលទៅនឹកឃើញថ្ងៃណាកាត់ដាក់ថ្ងៃហ្នឹងទៅអត់មានថាវីដេអូតន់ហេតុការដូចគេទេបងប្អូនហើយឥឡូវនេះគឺថាមានលុយគេច្រើនណាស់ហើយខ្ញុំក៏ទិញម្នាក់មួយកែវទៅដូរ2កែវហើយនឹងទិញមួយកែវពួកអីគេលក់សវត្តឲ្យតែ2ចាអញ្ចឹងចូលមកគឺថាត្រូវទិញខ្លួនឯងមួយទៀតចឹងទៅកុំឲ្យដើមគ្នាសំខាន់នៅកន្លែងហ្នឹងដបងយៈគឺថាមានគ្រប់ប្រភេទហ្មងណាបងប្អូនចាអាប៉ាទៀលអីហ្នឹងអូស្អាតហ្មងចូលចិត្តអាប៉ាទៀលអីអស់ហ្នឹងដែរវាខ្ជូតដល់ចាវិលចោលវិលឡើងអូវីដេអូនេះគឺថារញ៉េរញ៉ៃតែម្ដង2នាក់នេះគេបាន1នាក់មួយកែវហើយអង្គុយផឹកធ្វើរំភើយនិយាយទៅនៅនេះរៀបចំបានស្អាតដែរបងប្អូនមានសួនមានអីអញ្ចឹងទៅគេភីច្រើនគេដាំបន្លែដាំអីអញ្ចឹងសម្រាប់គាត់ពងនៅក្នុងរីសតគេហ្នឹងគេមានលក្ខណៈជាបន្ទប់គេង private អីដែរអញ្ចឹងបងប្អូនចាកន្លែងនេះគឺថាកន្លែងគេលក់អាហារដែរមិញឡើងលក់ទឹកតែកន្លែងនេះគេលក់អាហារដូចមានប្រហិតមាននំប៉័ងមានអីអញ្ចឹងណាបងប្អូនមាននំបញ្ចុកមានអីអញ្ចឹងទៅបាយអីហ្នឹងហើយនេះកន្លែងគេធ្វើកន្លែងអង្គុយកន្លែងអីតំណងស្អាតព្រោះឯនៅលើភ្នំខ្ពស់អញ្ចឹងមើលទៅក្រោមទេសភាពស្រឡះតែម្ដងបងប្អូនចាអញ្ចឹងគឺថាមើលឃើញដល់ទីរួមខេត្តកពតហ្នឹងហ្មងមើលពីលើហ្នឹងណាថាទេសភាពស្អាតកប់តែម្ដងបើទៅថាទៅពេលថ្ងៃអីមែនប៉ុន្តែអត់ក្តៅទេចាដោយសារអីដោយសារវានៅស្រឡះឲ្យខ្យល់អីចឹងណាចាបើមើលលើនេះទៀតកាន់តែស្រឡះហ្មងមើលឃើញអាកន្លែងទឹកនេះកន្លែងទឹកឈូគេហ្នឹងបងប្អូនដឹងហៅអីខ្ញុំអត់ដឹងដែរចាហើយកលេចទៅកលេចមកគឺថាទេសភាពស្អាតកប់អីភ្នំជំវិញហើយច្រើនមើលទៅវាស្រឡះអញ្ចឹងណាបងប្អូនមើលឃើញសមុទ្រហ្មងនិយាយទៅអត់បានធ្វើអីទេគឺថាដើមមើលគេមើលនិយាយពីទេសភាពស្អាតកប់អញ្ចឹងហើយគឺធម្មតាស្ងាត់ចេះទៀតក៏មួយយ៉ាងដែរបងប្អូនអត់សូវមានណាចាដោយសារតែចំថ្ងៃចូលឆ្នាំទី3ប្រហើយអញ្ចឹងគេទៅចាំលេងទឹកអស់ហើយមើលទៅបាននៅនេះរៀងស្ងាត់ពេលហ្នឹងចាគឺជាកន្លែងបន្ទប់គេ private អញ្ចឹងទៅបងប្អូនហើយគេមានកន្លែងច្រើនកន្លែងដែរសម្រាប់ឲ្យយើងដើរមើលដើរថតអីអញ្ចឹងណាគេមានសួនតាណាមានកន្លែងថតរូបស្អាតច្រើនកន្លែងណាចានិយាយពីកន្លែងអង្គុយអត់ចេះខ្វះទេនៅហ្នឹងចង់ក្រមលុបដើមឈើក៏បាននៅកញ្ចុះក៏បាននៅអីក៏បានដែរឥឡូវនេះគឺថាមកដល់ផ្លូវមួយទៀតនេះមានចុះតាណាទេបងប្អូនគឺថាចូលទៅកញ្ចុះឬថតរូបថតអីហ្នឹងឯងទៅកន្លែងគេដាក់ឲ្យថតរូបអញ្ចឹងណាចានេះមកដល់ឡើយនេះទៀតហើយគេថាមើលស្រឡះតែម្ដងហើយអាងនោះគឺថាអាងចំកពើបងប្អូនមើលទឹកឡើងខៀវស្ងាត់ចាខ្ញុំនិយាយលេងឯងដល់អាងគេដាក់អីផងចេះថាទៅព្រោះឃើញទឹកវាមើលទៅគួរ
ឲ្យកពើនៅអញ្ចឹងណា ហើយដើរចោលដើរឡើងគឺថាមកវិញហើយបងប្អូនហើយវិលទៅវិលមកក៏ទៅមកកន្លែងទៀតទៅនិយាយទៅមើលតាមវីដេអូគេអញ្ចឹងទៅចេះទៅតាមគេទៅបងប្អូនឃើញគេផុសអញ្ចឹងក៏ចេះតែឆ្លៀតទៅតាមគេតាមឯងអញ្ចឹងទៅមិនដឹងអីទេដើរមើលពេញហ្នឹងទៅកន្លែងនេះគឺថាគេល្បីឃើញថតរូបថតអីមានពពកមានអីពេលព្រឹកព្រលឹមអីចឹងតែខ្ញុំនេះមិនទៅព្រឹកព្រលឹមទេចាគឺថាទៅកណ្ដាលថ្ងៃត្រង់តែម្ដងដល់នេះគឺថាម៉ោង 2:10 ជាង 1ព្រោះអីថាមកលេងបាញ់ទឹកនៅវងមូលទរេណអញ្ចឹងទៅក៏ឆ្លៀតហួសមកនេះទៅព្រោះនៅហ្នឹងអាកាលចូលឆ្នាំហ្នឹងគេតម៉ោងរៀងល្ងាចបានគេលេងម៉ោង 2 ម៉ោង 3 អីខ្ញុំមកមុនក៏ចេះតែមកដើរលេងទៅពីអ្នកបងប្អូននេះតុងសាសងសបើមកនេះចានឹងនិយាយអីគេទេពីអ្នកបងប្អូនគេនេះតូងនេះជី2អ្នកជីអីចឹងទៅហើយនេះគឺថាសួនបន្លែធម្មជាតិរបស់គេសម្រាប់កត់គង់នៅក្នុង resort គេហ្នឹងចឹងណាបងប្អូនចាហើយនេះគឺថាបន្លែគេគ្រប់មុខគាត់សួនបន្លែក៏គួរឲ្យទាក់ទាញដែរបងប្អូនចាអញ្ចឹងឃើញសួនបន្លែស្អាតហើយក៏ដើរចូលមើលបន្តិចទៅក៏បានថតរូបមកប៉ុស្តិ៍ពីរប៉ុស្តិ៍អញ្ចឹងណាបងប្អូនចាអញ្ចឹងមានដាំគ្រប់មុខហ្មងមានទាំងស្ពៃមានទាំងបន្លែផ្កាអីផ្សេងៗណាបងប្អូនហើយវីដេអូនេះក៏បញ្ចប់ត្រឹមនឹងដែរអរគុណច្រើនសម្រាប់ការទស្សនាជម្រាបលា